ពេលដែលយើងមន្ទីរពេទ្យខាងខ្ញុំបានប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងហើយធ្វើឲ្យការងាររបស់ខ្ញុំមានភាពងាយស្រួលជាងមុននៅក្នុងការចុះឈ្មោះជូនអ្នកជំងឺហើយការងាររបស់ខ្ញុំមានប្រសិទ្ធភាពនិងរលូនជាងមុនជំរាបសួរនាងខ្ញុំឈ្មោះអមផារីជាបុគ្គលិកឆ្មបនៅមន្ទីរពេទ្យបង្អែកច្បារអំពៅរាល់ថ្ងៃនាងខ្ញុំធ្វើការនៅផ្នែកសម្ភពនិងត្រិយាថ្ងៃនេះនាងខ្ញុំចង់មកចែករំលែកអំពីបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងដែលនៅពេលដែលអ្នកជំងឺចូលមកទទួលសេវានៅមន្ទីរពេទ្យយើងកាលពីដែលមិនទាន់បានប្រើប្រាស់ប្រព័ន្ធ system យើងត្រូវការប្រើប្រាស់ក្រដាសច្រើនចំណាយពេលដើម្បីសរសេរនិងសួរព័ត៌មានរបស់អ្នកជំងឺត្រូវការពេលវេលាយូរអ្នកជំងឺរងចាំយូរទម្រាំបានទៅជួបគ្រូពេទ្យចាដោយសារតែផលវិបាកបែបហ្នឹងហើយបានជាមន្ទីរពេទ្យខាងខ្ញុំជ្រើសរើសយកប្រព័ន្ធ system ពេទ្យយើងយកមកប្រើប្រាស់ដើម្បីងាយស្រួលនៅក្នុងផ្នែកត្រិយាគឺការចុះឈ្មោះហើយសម្រាប់អ្នកជំងឺចាស់គឺយើងគ្រាន់តែវាយលេខទូរស័ព្ទឬក៏ឈ្មោះគាត់ទៅគឺព័ត៌មានរបស់គាត់មានស្រាប់នៅទីនេះតែម្ដងហើយគាត់មិនរងចាំពេលវេលាយូរដើម្បីទៅជួបគ្រូពេទ្យហើយយើងកាត់បន្ថយការប្រើក្រដាសកាត់បន្ថយកំហុសឆ្គងនៅក្នុងការសរសេរចាសរុបមកនៅពេលដែលយើងមន្ទីរពេទ្យខាងខ្ញុំបានប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងហើយធ្វើឲ្យការងាររបស់ខ្ញុំមានភាពងាយស្រួលជាងមុននៅក្នុងការចុះឈ្មោះជូនអ្នកជំងឺហើយការងាររបស់ខ្ញុំមានប្រសិទ្ធភាពនិងរលូនជាងមុនចាសសូមអរគុណសូមជម្រាបលា